ចាបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំចង់មកបង្ហាញជូនបងប្អូនទាំងអស់គ្នាឲ្យបានទស្សនាអំពីរថយន្ត BMW i5 e-drive 40L សេរីឆ្នាំ2025តម្លៃរបស់វាគឺ 78800 អញ្ចឹងចង់ដឹងថារថយន្តមួយគ្រឿងនេះតើមានមុខងារ function នៃគេខ្លះនៅខាងក្នុងរថយន្តហើយមានចំណុចសំខាន់នៃគេខ្លះតាមដានទស្សនាវីដេអូនេះទាំងអស់គ្នាបងទាំងអស់គ្នាតើតើជាមួយនឹង BMW មួយគ្រឿងនេះគឺជាប្រភេទរថយន្តអគ្គិសនីហើយបើសិនជានិយាយពីតួរថយន្តរបស់វាវិញហ្នឹងគឺប្រភេទរថយន្ត sedan បងបើសិនជានិយាយអំពី driving range របស់វាគឺបងអាចរត់បានរហូតដល់713គីឡូម៉ែត្របើសិនជានិយាយពី top speed របស់វាគឺបងអាចរត់បានរហូតដល់190គីឡូម៉ែត្រក្នុងរយៈពេល1ម៉ោងបងហើយម្យ៉ាងវិញទៀតបងតើតើជាមួយនឹង BMW មួយគ្រឿងនេះបងអាចjoin counter វាចាប់ពី0ឡើងទៅដល់100ត្រឹមតែរយៈពេល 6.7 second ទេបងបើសិនជានិយាយពីកម្លាំងសេះរបស់វាវិញប្រភេទមួយគ្រឿងនេះគឺកម្លាំងសេះវារហូតដល់326 horsepower បន្ថែមជាមួយនឹងកម្លាំងរមុលគឺ410 Newton meter បងខ្ញុំមកដឹងតកតងជាមួយនឹងទំហំថ្មរបស់វាវិញបងគេហៅថា battery capacity របស់វាគឺមានទំហំ 96.96 kW បងហើយ battery type របស់វាគឺប្រភេទ ternary lithium battery បងបើសិនជានិយាយទៅលើការសាកថ្មវិញបងតើជាមួយនឹង fast charge គឺបងអាចសាកចាប់ពី 30% ឡើងទៅដល់ 80% នៅក្នុងរយៈពេលត្រឹមតែ30នាទីបងតែបើសិនជាបងសាកថ្មជាធម្មតាគេហៅថា normal charge គឺបងត្រូវចំណាយពេលរហូតដល់11ម៉ោងក្នុងការសាកថ្មបងចំពោះផ្នែកចង្គៀងនៃខាងមុខរថយន្តវិញបងគឺ design មកមានភ្ជាប់ជាមួយនឹងចង្គៀងគុជពីរគ្រាប់ទាំងសងខាងអមជាមួយនឹងប្រភេទភ្លើង LED ដែលគេហៅថា BMW LED បងចាគឺពិតជាស្រស់ស្អាតមែនទែនវាស៊ីជាមួយនឹងប្រភេទរថយន្តមួយគ្រឿងនេះបងជាមួយនឹងទំហំកង់គឺមានទំហំ19អ៊ីងហើយយើងប្រើប្រភេទសបកហាន់កុកបងបើសិនជាយើងមកដឹងពី dimension នៃរថយន្តវិញម្ដងបងតើតើជាមួយនឹងប្រវែងបដោយនៃរថយន្តគឺមានប្រវែង 5m17 ជាមួយនឹងប្រវែងទទឹងរបស់វាគឺ 1m9 បងហើយបើសិនជាយើងនិយាយពីកម្ពស់របស់វាហ្នឹងគឺ 1m5 បងប្រភេទរថយន្តមួយគ្រឿងនេះពណ៌ sensor នៃរថយន្តនេះវិញបងគឺមានរហូតដល់12គ្រាប់បងឬមួយក៏ហៅបានថាប្រភេទ ultrasonic sensor បងចំពោះ sensor នេះគឺវា safety ខ្លាំងមែនតើបងហើយបើសិនជាកន្លែងមកមើលអំពីកាមេរ៉ានៃរថយន្តនេះវិញគឺប្រភេទកាមេរ៉ា360បងហើយបន្ថែមពីនឹងទៅទៀតណាចំពោះរថយន្តមួយគ្រឿងនេះគឺមានបំពាក់ជាមួយនឹង driving record នេះគ្នាបងចាបងទាំងអស់គ្នាអញ្ចឹងឥឡូវយើងក៏លេចមកមើលផ្នែកខាងក្នុងនៃរថយន្តវិញម្ដងបងបើសិនជាយើងមើលទៅលើតាម scan ទ្វារនេះណាបដិញទៅដល់ខាងនោះខាងមុខអីចាំតិចខ្ញុំបង្ហាញជូនបងគឺវាមានភ្លើងបងវាមានភ្លើងអានេះគឺភ្លើង ambient light ហើយតទៅជាមួយនឹងដៃទ្វារខាង driver នេះគឺមាន function ពជាបិទបើកកញ្ចក់អូតូទាំង4ជាមួយនឹង function lock កញ្ចក់ហើយបងអាចសេរីទៅលើកញ្ចក់មើលផ្លូវសងខាងបានណាសេរីអាដាប់វាចុះក្រោមឬមកក៏ឡើងលើសេរីឆ្វេងសេរីស្ដាំអីបងអាចសេរីទៅកន្លែង function មួយនេះបានហើយបើសិនជាយើងនិយាយទៅលើspeaker វិញបងចំពោះ speaker គឺយើងប្រើ brand របស់ Harman Kardon ណាបងហើយតកតងជាមួយនឹងកៅអីវិញតកតងជាមួយនឹងកៅអីនេះគឺបងអាចសេរី memory seat បានបងឬមួយក៏ហៅបានថា driver memory ហើយបន្ថែមពីហ្នឹងបងតកតងជាមួយនឹងកៅអីទាំងសងខាង driver មួយ passenger នេះគឺបងអាច adjust head បានណាបងឬមួយក៏យើងហៅថាយើងអាចសេរីទៅលើកន្លែងខ្នើយកលខ្នើយផ្អែកក្បាលនឹងបានបងមិនត្រឹមតែប៉ុណ្្នឹងទេបងតកតងជាមួយនឹងប្រភេទរថយន្តមួយនេះគឺគេបន្ថែមមកជាមួយនឹងខ្នើយកលកន្លែងកនេះពណ៌ខ្មៅនេះមួយទៀតបងជូតមែនតើបងចាដូចបានឃើញអញ្ចឹងណាឥឡូវយើងចូលដល់ដៃចង្កូតវិញម្ដងបងតកតងជាមួយនឹងដៃចង្កូតនេះគឺយើងប្រើជាប្រភេទចង្កូតអេឡិចត្រូនិកអញ្ចឹងចង្កូតនេះគឺមានភាពងាយស្រួលមែនតើក្នុងការបត់បែនវាបងគឺវាធូរនៅពេលដែលបងបើកផ្លូវល្បឿនយឺតហើយនៅពេលដែលបងជន់ល្បឿនលឿនទៅខាត់ទៅអីគឺវាមាន function ជួយពង្រឹងចង្កូតរបស់បងជៀសវាងការរេចង្កូតបន្ថែមទៀតបងហើយមិនត្រឹមតែប៉ុណ្្នឹងទេណាបងតកតងជាមួយនឹង function នៅលើដៃចង្កូតនេះគឺវាមាន boost តកតងជាមួយនឹងកម្លាំងរថយន្តដែរអញ្ចឹងកន្លែងនេះគឺដោយប្រភេទរថយន្ត supercar ចឹងបងគឺវាទំនើបមែនតើហ្មងណាបងកន្លែងមកមើល digital screen នៅខាងមុខនេះវិញគឺមានទំហំ 12.3 inch HD បងចំពោះ digital screen នេះគឺវាមានភាពងាយស្រួលក្នុងការមើលមែនតើបងតកតងមួយអក្សរលេខអីគឺច្បាស់ហ្មងណាបង
កន្លែង Momo Center screen នៅចំកណ្ដាលនេះវិញបងគឺមានទំហំរហូតដល់ 14.9 អ៊ីង 2.0K Full HD បងហើយតទៅជាមួយនឹងផ្នែកខាងក្រោម screen នេះបងគឺបងប្រើជា touch បងដូច screen នៅខាងលើចឹងអញ្ចឹងបើសិនជាបងចង់បញ្ជាទៅលើ function ណាមួយឧទាហរណ៍ដូចជាការ function បើកសុំផ្លូវបងគ្រាន់ touch នៅកន្លែងហ្នឹងមកចាគឺវា load ហើយ load នេះគឺប្រវែងផ្លូវមកវាគឺវែងមែនតើបងគឺពេញមក ambient light ហ្នឹងតែម្ដងបងអញ្ចឹងបងចង់បិទទៅវិញបងគ្រាន់តែ touch កន្លែងហ្នឹងដូចគ្នាមកចាអានេះគឺបិទ automatic ហ្មងហើយតទៅជាមួយនឹងកន្លែងនេះគឺ wireless charge បងតទៅជាមួយនឹង wireless charge គឺមានមួយសម្រាប់ការប្រើប្រាស់ហ៎បងហើយចំពោះផ្នែកខាងចង្កឹះលេខនេះវិញបងគឺមានភាព unique ស្អាតមែនតើហ្មងណាតទៅជាមួយនឹងកន្លែងនេះគឺចង្កឹះលេខបងគឺបងចង់ទាញវាចូល AR ចូល N ចូល D អីគឺកន្លែងនេះយើងបន្ថែមពីហ្នឹងគឺយើងមានប្រាំងដៃ electronic បន្ថែមទៀតបងហើយ auto hold គឺនៅកន្លែងនេះ start stop គឺកន្លែងនេះបងហើយនៅខាងផ្នែកស្ដាំដៃនេះវិញគឺវាមានភាពងាយស្រួលមែនតើក្នុងការសេរីចង់បញ្ជាទៅលើ function នៅលើ screen អីគឺបងអាចបញ្ជានៅលើកន្លែងនេះបានបងហើយបន្ថែមពីនឹងទៀតគឺតកតងជាមួយនឹងកៅអីសងខាង driver មួយខាង passenger នេះគឺមានគេហៅថាកៅអីក្តៅត្រជាក់ផងដែរបងអញ្ចឹងបងទាំងអស់គ្នាយើងទៅមើលផ្នែកខាងក្រោយនៃរថយន្តវិញម្ដងបងអញ្ចឹងមកតាមខ្ញុំឥឡូវនេះខ្ញុំកំពុងតែស្ថិតនៅខាងក្រោយផ្នែកខាងក្រោយរថយន្តណាបងអញ្ចឹងតកតងជាមួយនឹងផ្នែកខាងក្រោយនេះបើសិនជាយើងនិយាយទៅលើស្បែកពូគឺមានសភាពទន់មែនតើងាយស្រួលក្នុងការអង្គុយហើយផ្អែកទៅខាងក្រោយអីក៏វា comfortable ដែរប្រភេទកៅអីខាងក្រោយនេះបងគឺអត់មានអារម្មណ៍ថាចុកចកេះឬមួយក៏ចុកខ្នងអីទេអ្វីដែលសំខាន់ទៀតហ្នឹងគឺនៅចំផ្នែកកណ្ដាលនេះគឺបងអាចទាញមកសម្រាប់កោដៃបានហើយមិនត្រឹមតែប៉ុណ្្នឹងទេតកតងជាមួយនឹងកន្លែងនេះគឺបងអាចចុចប៊ូតុងវាឲ្យវាចេញមកដាក់សម្រាប់ដាក់កែវកាហ្វេកែវដបទឹកអីបានណាហើយអីដែលពិសេសមួយទៀតហ្នឹងគឺនៅផ្នែកខាងក្រោយនេះគឺមាន wireless charge មួយបងតទៅជាមួយនឹង wireless charge កន្លែងនេះគឺបងអាចសាកថ្មទូរស័ព្ទសាកអីបាននៅផ្នែកខាងក្រៅបន្ថែមទៀតចំពោះរថយន្តដទៃទៀតគឺអត់ទាន់មានទេអត់ទាន់បានជួបទេបងនាងខ្ញុំអត់ទាន់បាន review ទេតែរថយន្តមួយនេះឃើញថាវាមាន wireless charge នៅខាងក្រៅណាបងហើយបន្ថែមពីនឹងទៅទៀតហ្នឹងតទៅជាមួយនឹងផ្នែកកន្លែងនេះគឺបងអាចបញ្ជាវាបើកតបូលខាងលើបានឬមកក៏អាចនិយាយបានថាប្រភេទ sunroof គឺបងអាចបញ្ជាបើកដោយខ្លួនឯងនៅផ្នែកខាងក្រោយបានបងហើយមកវិញទៀតបងតកតងជាមួយនឹងផ្នែកកៅអីខាងក្រោយនេះគឺបងអាចសាកថ្មទូរស័ព្ទបានដោយប្រើខ្សែ Type C ខ្សែ Type C នេះគឺមានទាំងសងខាងបងគឺបងអាចប្រើបានទាំងសងខាងដូចគ្នាបងគឺពិតជាពិសេសមែនតើបងឥឡូវយើងចូលមកដល់ផ្នែកខាងក្រោយនៃរថយន្តវិញម្ដងបងអញ្ចឹងតកតងជាមួយនឹងរាងគេខាងក្រោយនេះដោយបងបានឃើញស្រាប់ហើយគឺវាមានភាពស្រស់ស្អាតវាស័ក្តិសមជាមួយនឹងតួឡានរបស់យើងនៅខាងមុខមែនតើអ្វីដែលនាងខ្ញុំចង់បង្ហាញជូនបងទៀតហ្នឹងគឺតកតងជាមួយនឹងក្លុបខាងក្រោយនេះគឺបងអាចបិទបើកអូតូបានណាបងចាអញ្ចឹងបងគ្រាន់តែចុចកន្លែងនេះមួយមកគឺវាបើកអូតូបន្តិចជូនបងហើយតកតងជាមួយនឹងគូតខាងក្រោយនេះគឺនៅពេលដែលបងដាក់ដៃចេះទៅគឺវាលោតឡើងលើទៅវិញអូតូដូចគ្នាបងចាដោយអ្វីដែលខ្ញុំបានបង្ហាញជូនបងអញ្ចឹងណាបងអញ្ចឹងបើសិនជាបងមានចំណាប់អារម្មណ៍ទៅលើរថយន្ត BMW មួយគ្រឿងនេះបងអាចទំនាក់ទំនងមកតាមរយៈលេខទូរស័ព្ទខាងក្រោមវីដេអូនេះបានឬមួយក៏បើសិនជាបងមានពេលអាចចេញមកមើលផ្ទាល់នៅខាង LB Auto Cambodia ដែលមានទីតាំងស្ថិតនៅលើផ្លូវអង្គញាម៉ុងរទ្ធីជាប់ stop Aeon 2ចាសូមអរគុណ